សំណួរមួយដែលនាងខ្ញុំក្នុងនាមគឺជាម្ចាស់អាជីវកម្មមួយរូបឬក៏ពុកម៉ែបងប្អូនម្ចាស់អាជីវកម្មផ្សេងទៀតនៅក្នុងសហគមន៍សកលរបស់យើងតែងតែទទួលបាននោះគឺតើអាជីវកម្មទីជារូបរបស់យើងគឺជាអាជីវកម្មបែបណាហើយក្នុងនាមពួកយើងគឺជាម្ចាស់អាជីវកម្មតើពួកយើងធ្វើអ្វីខ្លះសម្រាប់ពុកម៉ែបងប្អូនទាំងអស់គ្នាដែលអត់ទាន់ស្គាល់នាងខ្ញុំជំរាបសួរសាជាថ្មីម្ដងទៀតនាងខ្ញុំឈ្មោះនិចរស់នៅទីក្រុងមែលប៊នប្រទេសអូស្ត្រាលីនាងខ្ញុំគឺជាបុគ្គលិកធ្វើការពេញម៉ោងមួយរូបហើយក៏ជាម្ចាស់អាជីវកម្មទីជារូបមួយរូបផងដែរនៅក្នុងគេហៅថាសហគមន៍សកលរបស់យើងតកតងជាមួយនឹងប្រព័ន្ធអាជីវកម្មរបស់យើងគឺយើងមានគេហៅថា automation system ដែលនឹងដំណើរការឲ្យពុកម៉ែបងប្អូនទាំងអស់គ្នា24ម៉ោងនៅក្នុងមួយសប្តាហ៍ហើយមាន pre-built-in system ដែល90ទៅ80% គឺនឹងចាំជួយពុកម៉ែបងប្អូនអូតូម៉ាទិកតែម្ដងហើយនៅក្នុងនោះផងដែរពួកយើងមានគេហៅថា funnel generating system ក៏ដូចជា mentorship និង coaching program សម្រាប់ពុកម៉ែបងប្អូនដែលគាត់អត់មានចំណេះជំនាញក្នុងការធ្វើអាជីវកម្មពីមុនមកមិនមែនជា tech savvy ប៉ុន្តែពួកគាត់ចង់ចាប់យកអាជីវកម្មមួយដែលផ្ដល់គេហៅថាផ្នែកមួយទៀតនៅក្នុងការឲ្យពួកគាត់អាចរកប្រាក់ចំណូលបានដោយមិនចាំបាច់មានការត្រូវចំណាយពេលវេលាច្រើនឬក៏ត្រូវបាច់ត្រូវ quit ការងារពេញម៉ោងឬក៏ part time របស់គាត់ផ្សេងទៀតដោយយើងក៏មានបែបជា video based training វគ្គបណ្ដាចែកជូនទៅដល់ពុកម៉ែបងប្អូនរហូតតាំងពីដើមរហូតដល់ចប់មិនថាក្នុងការធ្វើ branding មិនថាក្នុងការ build ជា website មិនថាក្នុងការ promote business របស់ពុកម៉ែបងប្អូនទាំងអស់គ្នាដូចគ្នាហើយពួកយើងក៏មានគេហៅថា global community សហគមន៍សកលដែលនឹងចាំជួយចែករំលែកបទពិសោធន៍ចំណេះដឹងហើយនឹងជួយជ្រោមជ្រែងរវាងគ្នានឹងគ្នាទៅវិញទៅមក every step of the way ផងដែរហើយតកតងនៅក្នុងនាមពួកយើងគឺជាម្ចាស់អាជីវកម្មអ្វីដែលពួកយើងធ្វើគឺពួកយើងចែករំលែកនៅបទពិសោធន៍ចំណេះដឹងហើយនឹងឱកាសដែលពុកម៉ែបងប្អូនដទៃទៀតដែលគាត់ចង់ចាប់យកអាជីវកម្មទីជ្រូមានអាជីវកម្មទីជ្រូដែលជារបស់ផ្ទាល់ខ្លួនហើយនឹងអាជីវកម្មទីជ្រូមួយដែលមានភាពបត់បែនហើយនៅក្នុងឱកាសដែលពួកគាត់អាចបង្កើតលំហប្រាក់ចំណូលមួយផ្នែកទៀតដើម្បីជួយផ្គត់ផ្គង់ជីវភាពគ្រួសារជីវភាពប្រចាំថ្ងៃផ្សេងទៀតគឺអាជីវកម្មទីជារូបរបស់យើងផ្ដល់អត្ថប្រយោជន៍ឲ្យពុកម៉ែបងប្អូនក្នុងការដែលចង់មានសេរីភាពពេលវេលាចង់មានសេរីភាពនៅក្នុងហិរញ្ញវត្ថុនៅក្នុងថ្ងៃអនាគតមិនថាតពុកម៉ែបងប្អូនទាំងអស់គ្នាមានការងារពេញម៉ោងធ្វើការងារពី3កន្លែងដូចជារូបនាងខ្ញុំឬក៏ពុកម៉ែបងប្អូនទាំងអស់គ្នាជាលោកឪពុកអ្នកម្ដាយដែលមមាញឹកក្នុងការមើលថែកូនទូចឬលោកឪពុកម្ដាយចាស់ជរាកំពុងតែមមាញឹកក្នុងការសិក្សាប៉ុន្តែពុកម៉ែបងប្អូនទាំងអស់គ្នាចង់រកប្រាក់ចំណូលបន្ថែមដោយមិនចាំបាច់ពឹងផ្អែកទៅលើលោកឪពុកអ្នកម្ដាយក្នុងការជួយផ្គត់ផ្គង់គេហៅថាប្រាក់បងសាលាឬក៏ប្រាក់ចំណាយផ្សេងរបស់ពុកម៉ែបងប្អូនទេអាជីវកម្មរបស់យើងគឺផ្ដល់ឲ្យពុកម៉ែបងប្អូនទាំងអស់គ្នាក្នុងឱកាសរកប្រាក់ចំណូលបានគេហៅថាដល់ទៅ5ប្រភពឯណោះក្នុងការ generate passive income សម្រាប់ពុកម៉ែបងប្អូនដែលគាត់ចង់ចាប់យកអាជីវកម្មមួយនេះហើយចង់ដឹងព័ត៌មានបន្ថែមពុកម៉ែបងប្អូនទាំងអស់គ្នាអាចសាកសួរនាងខ្ញុំបន្ថែមបានរាល់ចម្ងល់ឬក៏ពុកម៉ែបងប្អូនទាំងអស់គ្នាចង់សិក្សាស្វែងយល់ឲ្យកាន់តែច្រើនហើយឃើញច្បាស់ផ្ទាល់ភ្នែកពុកម៉ែបងប្អូនទាំងអស់គ្នាអាចចុះឈ្មោះពុកម៉ែបងប្អូនទាំងអស់គ្នាពេញហើយនឹង email ដែលមានសម្ព័ន្ធភាពក្នុង website របស់នាងខ្ញុំដើម្បីទទួលបាន replay ក្នុងសិក្ខាសាលាដោយឥតគិតថ្លៃ20នាទីឬក៏90នាទីក៏បានឬក៏ពុកម៉ែបងប្អូនទាំងអស់គ្នាចង់ទទួលបានបទពិសោធន៍គេហៅថា real time experience ពុកម៉ែបងប្អូនទាំងអស់គ្នាក៏អាចជួញការ live របស់យើងដែលមានការផ្ដល់ជូនពីគេ
គេហៅថាម្ចាស់អាជីវកម្មរបស់យើងដែលគាត់បានចូលខ្លួនទៅធ្វើជាម្ចាស់អាជីវកម្មទីជ្រុំមួយនេះច្រើនឆ្នាំហើយមានបទពិសោធន៍មានចំណេះជំនាញហើយពួកគាត់ទទួលបានគេហៅថាលទ្ធផលពិតហើយនឹងភាពផ្លាស់ប្ដូរជីវិតពួកគាត់ឲ្យបានតែកាន់ប្រសើរឡើងជាងមុនអញ្ចឹងពុកម៉ែបងប្អូនទាំងអស់គ្នាអាចផ្ដល់ឱកាសឲ្យខ្លួនឯងទៅសិក្សាស្វែងយល់បាននេះខ្ញុំសង្ឃឹមថាការបកស្រាយមួយនេះនឹងផ្ដល់ចំណេះដឹងឲ្យនឹងផ្ដល់ជាការបកស្រាយសម្រាប់សំណួររបស់ពុកម៉ែបងប្អូនអរគុណពុកម៉ែបងប្អូនទាំងអស់គ្នាសង្ឃឹមថានឹងជួបគ្នានៅក្នុងឱកាសក្រោយៗទៀតអរគុណជម្រាបលាបាយ